ចឹងរឿងរឿងកោះគុតជាចំណែកមួយនៃអនាគតដែលពឹងផ្អែកទៅលើច្បាប់សមុទ្រ UN Class និងបន្ទាត់មូលដ្ឋានរបស់កម្ពុជាប្រកាសនៅឆ្នាំ1982ពួកកាពិវាប្រហើនតាមការពិតអ្វីដែលផ្នែកខាងតាក់សិនធ្វើនោះมันបានបំផ្លាញទេតែពួកអាលលើក្រោយនេះវាបំផ្លាញអញ្ចឹងរឿងសមុទ្រមិនត្រូវយកទៅភ្ជាប់នឹងរឿងដែនគោកទេពីព្រោះវាច្បាប់ខុសគ្នាវាលបួងយើងដើម្បីពន្យាពេលដើម្បីបន្លប់សភាពការនិងដើម្បីនិយាយថាយើងជាអ្នកធ្វើកំហុសយើងអត់បានធ្វើកំហុសទេវាយកនាវាមកគម្រាមយើងដល់មុខកោះកុងអញ្ចឹងរឿង